Hello សួស្តីអ្នកនរអស់គ្នាបាទយើងវិលត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងទឹកដីធម្មពលវិញ្ញាណវគ្គ2នៅក្នុងភាគទី94នៃផាតទី1ជាងដោយសារតែសាច់រឿងវាវែងពេកអញ្ចឹងទៅខ្ញុំធ្វើការពុះវាជា2ផាតកុំប្រកែកប្រកាន់នេះអ្នកនរអស់គ្នាបាទហើយយប់នេះដែរគឺបានតែមួយផាតនោះទេសម្រាប់មួយផាតទៀតអាចជាខ្ញុំផុសនៅថ្ងៃស្អែកសាច់រឿងពីរនេះគឺការតែល្អមើលទៀតហើយកំភ្លេចថ្ងៃស្អែកខ្ញុំនឹងបង្ក្រប់នៅឈុតភាគទី95ឲ្យបាទតាមការសន្យាឥឡូវចូលមកដល់សាច់រឿងដំបូងរបស់យើងតែម្ដងទៅបន្ទាប់ពីក្រុមទាំង4បានរត់ភៀសខ្លួនពីរាជវាំងរបស់អាណាចក្រសូយ៉ាចន្ទ្រីហើយនោះឃើញថាសំណាក់បាទស្គមស្កាយរបស់ព្រះអង្គម្ចាស់សុធិរានត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរខណៈពេលនោះដែរយើងក៏បានឃើញនៅតួអង្គថ្មីម្នាក់ទៀតជាងអ្នកដែលបានទេសនានៅឈុតភាគទី94ស្គាល់ថាបរិមម្នាក់នេះគឺជានរណាហើយគឺជាព្រះអង្គម្នាក់ដែលត្រូវជាអ៊ំប្រុសរបស់ព្រះអង្គម្ចាស់សុធិរានសាស្ដេចដូចជាគេហៅថាព្រះបេតុលាឬយ៉ាងម៉េចខ្ញុំភ្លេចដែរបាទជាស្រ័យផងក៏បានហៅនៅក្មួយប្រុសរបស់ខ្លួនសុធិរានមើលទៅដូចជាមានការចិត្តស្និទ្ធខ្លាំងមែនទែនតែពេលនោះដែរក៏ព្រះនាងជូស៊ីនឹងឃើញព្រះអង្គម្ចាស់គូកៅចុងហើយក៏ដឹងទៀតថាគាត់គឺជាគូនៃ Soul Mentor ឬក៏គេហៅថាគ្រូ Soul Guide បាទ level 9 បាទ level 9នេះដែរបើប្រៀបធៀបជាមួយនឹង Soul Master ធម្មតាដូចជា level 9ជាងបាទតែមិនដឹងថាកៅប្រមាណនោះទេគឺខ្ទង់9ជាងនឹងឯងចូល level 10គឺធម្មពលស្មើទៅនឹងអាទីទេពតែម្ដងលើទឹកដីធម្មពលវិញ្ញាណមួយនេះអត់មានអ្នកណា level 10នោះទេគាត់គឺជាគ្រូបាទថ្នាក់ខ្ពស់នៅក្នុងបណ្ដុំនៃគ្រូ Soul Mentor នៃអាណាចក្រសូយ៉ាចន្ទ្រាគាត់នេះឯងគឺជាអ្នកផ្ដើមគំនិតធ្វើរដ្ឋប្រហារបាទនៅក្នុងរាជវាំងនៃអាណាចក្រសូយ៉ាចន្ទ្រាតាំងតែពី10000ឆ្នាំមុននឹងឯង10ឆ្នាំមុនជាស្រ័យឆ្នាំមុននោះគឺព្រះបិតារបស់ខៃទូគឺជាអ្នកសោយរាជតែក៏ត្រូវកញ្ចាស់នេះជាអ្នកធ្វើរដ្ឋប្រហារបាទទម្លាក់ពីតំណែងថែមទាំងបានសម្លាប់ចោលទៀតផងតែនេះគឺខុសខើខ្លាំងណាស់ពេលដែលគាត់ឃើញនៅក្មួយប្រុសរបស់គាត់ក៏បានសើចពីចម្ងាយដោយការរាក់ទាក់មើលទៅដូចជាស្រឡាញ់សុធិរានខ្លាំងមែនទែនចំណែកព្រះអង្គម្ចាស់សុធិរានគិតថាគាត់រំខាននៅលោកពូរបស់ខ្លួនហើយគាត់ថាមិនបញ្ហានោះទេក៏សួរនាំអំពីផែនការរបស់ពួកគេនោះចំណែកព្រះនាងជូស៊ីនៅទីនោះក៏ដឹងតែគាត់កំពុងតែនិយាយអំពីផែនការអ្វីហើយតែពួកគេបំពាក់នៅកណ្ដុងបាទកំភ្លើងកណ្ដុងសូលកាយចំនួន3ទិស3គម្រាមទៅសាលាជ្រែកអាណាចក្រស្តាឡូហើយនិងអាណាចក្រធានហិនដើម្បីបញ្ឆោតពួកគេទៅកាន់ទិសខាងលិចនឹងឯងអស់នោះសុទ្ធតែជាផែនការរបស់ព្រះអង្គម្ចាស់ស៊ូកៅចុងទាំងអស់អាចនិយាយថាគាត់នេះហើយគឺជាអ្នកនៅពីក្រោយព្រះអង្គម្ចាស់សុធិរានហើយចំពោះផែនការក្នុងការធ្វើឃាតនៅឪពុករបស់ព្រះអង្គម្ចាស់សុធិរានក៏ជាផែនការរបស់កញ្ចាស់នេះដែរដែលឲ្យគាត់នឹងសម្លាប់នៅឪពុករបស់ខ្លួនឯងដើម្បីឡើងសោយរាជក៏ប៉ុន្តែមិនមែនសម្លាប់ដោយផ្ទាល់នោះទេលក្ខណៈដែលធ្វើឲ្យមានជំងឺបាទតែម្ដងរហូតដល់សោយទីបង្គត់ពេលនោះបលាំងទាំងមូលនឹងខ្លាយទៅជារបស់វាមើលទៅពួកគេហាក់បីដូចជាពេញចិត្តនៅផែនការទាំងអស់នេះជាខ្លាំងពួកវាគិតថាផែនការដំណើរការដល់រលូនតែទៅទៀតលេងរលូនហើយបាទភាគទី95ហួយហានឹងកំទេចចោលទាំងអស់ក៏បានរៀបរាប់អំពីទិសទាំង3ត្រូវបានបំពាក់នៅឧបករណ៍បាទកំភ្លើងកណ្ដុងសូលកាយឋានៈខ្ពស់ជាច្រើនដើម្បីលុបវិបាកសត្រូវរួមជាមួយនឹងក្របបាយដើម្បីបំផ្ទុះពួកគេតែក្របបាយនេះដែរធ្លាប់បំផ្ទុះនៅសាលាជ្រែកបាទសមាជិកនៃបកសាលាជ្រែករួចម្ដងទៅហើយតែធម្មពលរបស់វាពិតជាខ្លាំងក្លាមែនទែនតែចុងក្រោយពួកវានឹងលក្ខណៈថាតម្រេះជីកឯងបាទគឺហួយហាប្រើប្រាស់ណាក្របបែកនោះផ្ទុះនៅរាជវាំងរបស់ពួកគេវិញគឺចាស់នោះគិតថាក្មួយប្រុសរបស់ខ្លួនគឺឆ្លាតវៃជាខ្លាំងមិនធ្វើគាត់ខកបំណងនោះទេសង្ឃឹមថាផែនការពួកគេទាំងពីរនាក់នឹងដំណើរការទៅមុខដោយរលូនហើយវាក៏បានដាស់តឿនទៀតថាព្រះអង្គម្ចាស់ពេលនេះគឺកាន់តែចាស់ហើយសម្ដៅលើស្ដេចបច្ចុប្បន្នដែលត្រូវជាពុករបស់សុធិរានវាក៏បានញញឹមក្នុងចិត្តគឺរីករាយជាខ្លាំងបាទថាតំណែងនេះមិនយូរនោះទេនឹងធ្លាក់ចុះក្នុងដៃរបស់វាអញ្ចឹងទៅវាក៏បានបកគលនៅកងទ័ពនៅឯប៉ែកខាងជើងបាទតែឲ្យអ៊ំពូរបស់វាក្នុងពេលនោះហើយចឹងយានបាទអត់ដឹងថាជានរណានោះទេក៏ចង់ចូលរួមជាមួយនឹងអ៊ំប្រុសរបស់ខ្លួនផងដែរគាត់ពិតជាចង់រົບនៅវិធីនៃការឡើងសោយរីខ្លាំងមែនទែនតាមចប់ក៏ទូកៅចុងក៏បានចាក់ចែងពីទីនោះដោយស្នាមញញឹមចំណែកព្រះនាងជូស៊ីក៏បានសុទ្ធទៅកាន់សុធិរានទៀតថាតើព្រះអង្គពិតជាចង់បកគលនៅកងទ័ពនៅទិសខាងជើងតែឲ្យព្រះបេតុលាមែនឬទេគាត់ថាមិនបញ្ហានោះទេគ្រាន់តែកងទ័ពមួយផ្នែកតូចតែប៉ុណ្ណោះតាមពិតទៅសុធិរានមានគំនិតអាក្រក់ជាងអ៊ំប្រុសរបស់ខ្លួនទៅទៀតគាត់មានផែនការអ្វីមួយយ៉ាងទៅលើកងទ័ពនៅទីខាងជើងអាចជាមិនមានឱកាសម្ដងទៀតនោះទេសាររបស់សុធិរានគឺខូខើខ្លាំងមែនទែនគឺសម្លាប់នៅសាច់ញាតិឯងតមកវាក៏បានបង្វែរនៅសាច់រឿងប្រតិកម្មជូស៊ីទៀតថាតើអូនមានឃើញពលឺព្រះច័ន្ទនៅរាត្រីនេះដែរឬក៏អត់វាពិតជាស្រស់ស្អាតខ្លាំងមែនទែនពួកគេក៏ចំណាយអារម្មណ៍បន្តិចបន្តួចជាមួយនឹងពលឺព្រះច័ន្ទដ៏ស្រស់ស្អាតលោកវិជុតនឹងដែរជាងាកមកមើលនៅក្នុងក្រុងដ៏ធំស្ងស្កាយឃើញថាកងទ័ពរបស់អាណាចក្រសូយ៉ាចន្ទ្រា
ពងតែឈូឈររត់ទៅវិញទៅមកបើទៅដូចជាកំពុងតែដេញណាម្នាក់ជាស្ដែងវាគ្រាន់តែជាយុទ្ធសាស្ត្ររបស់ព្រះអង្គម្ចាស់សុធានរាននោះទេគ្រាន់តែចង់បញ្ឆោតឲ្យសត្រូវជំលៀខ្លួនទៅទិសខាងលិចតែប៉ុណ្ណោះបីបងសំណាញ់បងម្ដងគឺយកទាំងអស់ដល់ពេលនោះក៏ព្រះនាងវេណានោះក៏សួរទៅកាន់ទូបុស៊ីដែលត្រូវជាតារបស់ខ្លួននោះតែពួកគេនឹងធ្វើអ្វីបន្ទាប់ទៀតបុស៊ីក៏បានតទៅវិញទៀតថានេះគុំដោយសារតែកញ្ចាស់ឡុងស៊ីយ៉ាមករៀបរៀងនៅឧបសគ្គរបស់យើងហើយនោះពួកគេអាចសម្លាប់នៅសុធានរានបានទៅហើយអាចចាត់ទុកថាវាសំណាងខ្លាំងមែនទែនចំណែកលោកគ្រូឈွန်ក៏បានដាស់តឿនពួកយើងនឹងឲ្យចាក់ចេញពីទីក្រុងនេះទៅនៅទីនេះទៅទៀតក៏ប៉ុន្តែគាត់មិនទាន់ដឹងថាសាលាជ្រែកនឹងធ្វើអ្វីឲ្យពិតប្រាកដនោះទេគិតថាសាលាជ្រែកអាចจะមានផែនការអ្វីដែលសំខាន់ការផ្លាស់ប្ដូរពួកគេឆ្ងល់ថាហេតុអ្វីបានជាសាលាជ្រែកមិនទៅជាមួយនឹងពួកគេបាទត្រង់ចំណុចនេះអាចជាមូលហេតុដោយសារតែហូរយាហៅនិងខៃទូនឹងឯងតាឈន់មិនអាចចាក់ចេញទៅភ្លាមបាននោះទេគាត់ត្រូវតែសង្គ្រោះនៅកូនសិស្សសំណប់ទាំងពីរនេះរបស់គាត់ជាមុនសិនទីក៏បានសម្រេចចិត្តថាពួកយើងគួរតែចាក់ចេញទៅមុនពួកគេទៅពួកយើងត្រូវតែជឿជាក់លើសាលាជ្រែកថាពួកគេប្រកាសជាអាចធ្វើបានទន្ទឹងរងចាំនៅភាពអល់នៅថ្ងៃអនាគតជាងទៅក៏ពីនាងជីក៏បាននាំផ្លូវពួកគេមកកាន់ច្រកមួយនៅឯច្រកក្រោមដីបាទឃើញថាមានមនុស្សមកពីអាណាចក្រស្តាឡូហើយជាកូនចៅឬក៏ប្រតិចារបស់ព្រះនាងជីវនឹងបានរៀបចំនៅច្រកចេញសម្រាប់រថកិច្ចទីក្រុងនោះពួកគេរួចជាស្រេចពួកគេក៏ធ្វើដំណើរតាមច្រកក្រោមដីក្នុងពេលនោះតែម្ដងតាមពិតទៅគឺព្រះម្ចាស់ស៊ូរ៉ានមិនមែនថាមិនដឹងថាពួកគេរត់តាមច្រកណានោះទេសុទ្ធតែដឹងទាំងអស់ក៏ប៉ុន្តែព្រះម្ចាស់ស៊ូរ៉ានគឺមានបំណងគ្រាន់តែបំភ័យពួកវាឲ្យទៅទិសខាងលិចតែប៉ុណ្ណោះនៅផ្នែកមួយទៀតយើងឃើញថាតាឈន់រួមជាមួយនឹងអ្នកគ្រូជូមកទៅពួកគេដូចជាតែសាខ្លាំងមែនទែនគ្រូជូចង់ទៅជួយសង្គ្រោះនៅម៉ាស៊ីតាវប៉ុន្តែគាត់ដឹងទីថាពេលនេះកម្រិតនៃវិជាកូនរបស់នាងគឺឈានទៅដល់កម្រិតអតិទេពនៃឯសាខាវិហារពលឹងបលសតរួចទៅហើយបើសិនជាគាត់នាងចាក់ចេញទៅពេលនេះអាចជាមិនមានឱកាសរត់គេចខ្លួនបាននោះទេគេអាចជារៀបចំនៅផែនការដើម្បីជួយសង្គ្រោះម៉ាស៊ីតាវនៅពេលក្រោយហើយរឿងដែលសំខាន់បំផុតនោះគឺត្រូវតែជួយសង្គ្រោះនៅក្មេងទាំងពីរនោះជាមុនសិនជាមួយនឹងក្មេងៗដទៃទៀតឲ្យចាក់ចេញពីទីក្រុងនេះដោយសុវត្ថិភាពអ្នកគ្រូជូនឹងផ្ដល់ព័ត៌មាននេះទៅកាន់ប្រជាជននៃសាលាជ្រែកឲ្យបានដឹងកំឡុងពេលដែលសំខាន់នេះដែរហូយហានិងខៃទូកំពុងតែចូលរួមប្រកួតនៅឯទីផ្សារក្រោមដីនៃអាណាចក្រសូយ៉ាចន្ទ្រារឿងនេះសំខាន់ខ្លាំងណាស់ដោយវាមានការពាក់ព័ន្ធជាមួយនឹងវិហារពលឹងបលសតទីពិតជាគ្រោះថ្នាក់ខ្លាំងមែនទែនសម្រាប់ក្មេងទាំងពីរបាទឆ្នេះហើយគាត់ត្រូវតែរកវិធីដើម្បីទៅស្វែងរកពួកគេដោយផ្ទាល់មានឱកាសក៏ចាប់ពួកគេចេញតែម្ដងអ្នកគ្រូជូក៏ប្រាប់ជាថាពួកយើងនៅប្រមូលផ្ដុំគ្នានៅឯស៊ីឆឹងជាតំបន់មួយនៅទីពីក៏បានចាក់ចេញហើយអ្នកគ្រូជូនាំក្មេងៗទៅមុនហើយលោកតាឈន់នឹងទៅចាំជួយសង្គ្រោះហូយហានិងខៃទូគេថាពលឹងរបស់ហូយហារួមជាមួយនឹងបាទសមាជិក4រូបទៀតក៏បានមកជួបគ្នាជាមួយនឹងសិស្សច្បងទី2និងសិស្សច្បងទី3ហើយពួកគេពេលនេះគឺប្រម៉ែប្រមូលនៅឧបករណ៍សូលកាយរបស់អាណាចក្រសូយ៉ាតន្ត្រីគឺមកច្រើនខ្លាំងមែនទែនផែនការបន្ទាប់ទៀតពួកគេត្រូវតែបញ្ញាប់យ៉ាងណាទៅជួបអ្នកគ្រូជូឲ្យកាន់តែលឿនបំផុតពួកគេក៏បានយល់ព្រមគ្នាហើយហូយហានឹងទៅតាមក្រោយនៅពេលដែលបាទនៅការប្រកួតនៅ Soul Battle ខមមិនទៅអធិស្ឋានបាននៅអធិស្ឋានក្រោមដីត្រូវបានបញ្ចប់នោះទៅក៏វាងតងក៏ឲ្យហូយហាប្រចាំប្រចាំខ្លួនផងទោះបីទៅវាងឈីក៏មានការព្រួយបារម្ភអំពីហូយហាដូចគ្នាតែគិតអំពីសុវត្ថិភាពពួកគេក៏បានចាក់ចែងទៅមុនពីហើយក៏បានត្រឡប់ថយក្រោយគង់ចាំអាការល្អនៅពេលដែរអញ្ញាកដាមិនចាប់អារម្មណ៍ហូយហាក៏បានចូលទៅក្នុងរាងកាយដើមមកគាត់វិញតែរឿងកន្លែងខ្លះគឺបើយើងអត់បានមើលនៅឈុតបានខ្ញុំផោកាលពីអាទិត្យមុនអាចជាអ្នកនរនេះអត់យល់ពីសាច់រឿងនេះដោយសារតែរៀងកាត់តែកន្លែងខ្លះអញ្ចឹងនៅពេលដែលពលឹងហូយហាចូលក្នុងរាងកាយវិញក៏ធម្មពលបាទគេហៅថាធម្មពលស្មារតីឬក៏ធម្មពលផ្លូវចិត្តនឹងគឺចុះខ្សោយរៀងច្រើនគួរសមតែកម្លាំងនៃធម្មពលផ្លូវចិត្តរបស់ហូយហានៅតែអាចគ្រប់គ្រាន់ដើម្បីឆ្លាក់ខរ៉េដើម្បីបង្កើតឧបករណ៍សូលកាយនោះបានណាពេលនោះក៏អញ្ញាកដាជាយូលីនឹងគិតនឹងចិត្តទៀតថាបំផុតក៏អ្នកការលេខាឆ្លាក់នៅខរ៉េបានចាប់ផ្ដើមហើយគាត់ចង់ឃើញពីសមត្ថភាពរបស់វាខ្លាំងអស្ចារ្យប៉ុណ្ណាទៅក៏ប៉ុន្តែដោយសារតែនាទីនៃហ្គេមនេះគឺគៀកម៉ោងខ្លាំងមែនទែនសម្រាប់អ្នកផ្សេងគឺមិនអាចធ្វើទាន់នោះទេគាត់ក៏គិតថាហូយហាមិនអាចធ្វើទាន់ដូចគ្នាតមកហូយហាក៏បានបញ្ចេញនៅកំបិតលើការជីវិតរបស់ខ្លួនចាប់ផ្ដើមក្រវីមួយឆាយឆ្លាក់ជួយឆ្លាក់យកជាមួយនឹងផ្នែកទី3របស់គាត់ប្រណានៃការឆ្លាក់របស់ហូយហាពិតជាលឿនតែបើប្រៀបធៀបជាមួយនឹងរឿងប្រឡោមលោកគឺឆ្លាក់លឿនជាងនេះទៅទៀតត្រឹមរយៈពេលត្រឹមតែប្រហែលវិនាទីក៏ហូយហាឆ្លាក់នៅខរ៉េមួយបានសម្រាប់ចាប់ផ្ដើមនៅខរ៉េបន្ទាប់ទៀតម្ដងមួយចរណារបស់ហូយហាពិតជាលឿនខ្លាំងមែនទែនសាច់រឿងចរណានៃការសាគឺរឿងលឿនគូសំដែរបាទទីបំផុតចំនួន17ខរ៉េត្រូវបានបញ្ចប់ក្នុងពេលប្រហែលវិ
នីតិតែប៉ុណ្ណោះសម្រាប់ហូយហៅគឺអច្ឆរិយៈទៅហើយបន្ទាប់មកក៏បានបញ្ចូលនៅពរេចំនួន17ចូលទៅក្នុងរាងកាយនៃមនុស្សជនរបស់គាត់ធ្វើឲ្យអញ្ញាកដាជាលៀននឹងភ្ជាប់ឲ្យខ្លាំងមែនទែននឹកស្មានថារយៈពេលដ៏ខ្លីអលអត់ម្នាក់នេះអាចឆ្លាក់នៅខរេដល់ទៅ17បានលឿនដល់ថ្នាក់នេះនោះទេទោះបីតែគាត់ក៏មិនអាចធ្វើបានផងចំណែកនៃខរេបាទចាប់ផ្ដើមផ្គុំគ្នាចូលទៅក្នុងរាងកាយនៃមនុស្សជនរបស់គាត់វាក៏ដំណើរការក្នុងពេលនោះភ្លាមតែមនុស្សជននេះដែរត្រូវការឲ្យហូយហៅឬក៏នរណាម្នាក់ចូលទៅក្នុងនោះដើម្បីបើកវាអញ្ញាកដាក៏បានប្រកាសទៀតថាទីបញ្ចប់ការប្រកួតនៃតេស្តទី1គឺត្រូវបានបញ្ចប់ក្នុងពេលនោះហើយហូយហៅក៏បានបង្កើតនៅឧបករណ៍ Soul Guide បាទគឺជារ៉ូបូតមួយបានដោយជោគជ័យខណៈពេលនោះក៏ធ្វើឲ្យអ្នកគ្រប់គ្រងបាទនៃសម្ព័ន្ធមួយផ្សេងទៀតមានការភ្ជាប់ឲ្យជាមួយនឹងរ៉ូបូតដែលហូយហៅបានបង្កើតជាខ្លាំងសូម្បីតែអ្នកគ្រប់គ្រងបាទស្រីនៅឯអង្គជំនុំពាណិជ្ជកម្មអូតូក៏ភ្ជាប់ឲ្យជាមួយនឹងបច្ចេកវិទ្យានៃសមាជិកសេជួយរបស់ពួកគេដូចគ្នាផងដែរអញ្ញាកដាក៏លន់មាត់ទៀតថានឹកស្មានថាអលអត់ម្នាក់នេះអាចធ្វើបាននោះទេក៏ប៉ុន្តែគាត់ចង់សាកល្បងអំពីរ៉ូបូតរបស់ហូយហៅតែអាចប្រាការបានដែរឬក៏អត់ក៏បានចូលទៅចិត្តហើយក៏សួរទៀតថាតើឯងអាចកម្រើកវាបានដែរឬទេតាមគាត់ដឹងឧបករណ៍នេះអាចจะមានបញ្ហាជាមួយនឹងធម្មពលពលបន្តិចគឺនៅផ្នែកខាងក្រោមនិយាយយ៉ាងងាយយល់ទៅគឺគាត់គិតថាបើសិនជាហូយហៅប្រើប្រាស់នៅជើងពីការរបស់គាត់គឺមិនអាចកម្រើកវាបាននោះទេនេះហើយជាមូលហេតុដែលគាត់ងឿងឆ្ងល់បើសិនជាហូយហៅប្រើប្រាស់នៅធម្មពលនៃស្មារតីឬក៏ធម្មពលភ្នែកនឹងបានវាអាចដំណើរការបានត្រឹមតែផ្នែកចាប់ពីចង្កេះឡើងលើតែប៉ុណ្ណោះហើយជាពិបាកក្នុងការប្រើប្រាស់ហូយហៅមិននិយាយអ្វីច្រើនទេគ្រាន់តែបើកភ្នែកពលឹងចាប់ផ្ដើមដំណើរការរាងកាយរបស់គាត់ក៏បានអត់ដែរចាប់ផ្ដើមស្រូបចូលទៅក្នុងរាងកាយនៃរ៉ូបូតក្នុងពេលនោះឲ្យជាជលៀងភ្ជាប់ឲ្យជាខ្លាំងស្មានថាហូយហៅអាចលើកខ្លួនឯងចូលទៅក្នុងរ៉ូបូតនោះបាននោះទេតែពេលនោះក៏ទស្សនិកជនជាច្រើនទៀតភ្ញាក់ផ្អើលគ្រប់គ្នាក៏និយាយទៀតថាគាត់ពិតជាមនុស្សដែលមានទេពកោសល្យក្នុងចំណោមមនុស្សដែលមានទេពកោសល្យពិតមែនអស្ចារ្យខ្លាំងណាស់អស្ចារ្យខ្លាំងណាស់អាម្នាក់ឈុតសដែលនៅខាងក្រោយគឺមិនទាន់រួចទៀតបញ្ញាអាចជាត្រូវដកចេញពីការប្រកួតនោះហើយហូយហៅក៏ចាប់ផ្ដើមចូលទៅខាងក្រោមហូយហៅគឺអាចដើរដូចជាមនុស្សធម្មតាអញ្ចឹងពិតជាអស្ចារ្យខ្លាំងមែនទែនរហូតដល់ធ្វើឲ្យអ្នកគ្រប់គ្រងរោងដែលត្រូវជាប្រពន្ធរបស់ចុងលីអូ level 98បាទឲ្យពួកគេនឹងស៊ើបអំពីអត្តសញ្ញាណពិតប្រាកដរបស់ທາງអូគឺហូយហៅអញ្ចឹងទៅក៏ណានកងវាងប្រាប់ទៀតថាគឺជាមិត្តសម្លាញ់របស់ທາງស៊ីທາងស៊ឺគឺខៃតូអញ្ចឹងអត់មានចំណុចដែរឲ្យគួរសង្ស័យនោះទេក៏ប៉ុន្តែបើសិនជាពួកយើងមិនអាចប្រើប្រាស់នៅអត់ម្នាក់នេះបានពួកយើងលៀងខួរវាតែម្ដងជឿដែរចង្អុលក៏បានធ្វើឲ្យអ្នកគ្រប់គ្រងរោងនៃវិហារពលឹងបោសុតខឹងសម្បាជាខ្លាំងតែណានកងវាងគិតថាគាត់នឹងផ្ដល់មេរៀននេះឲ្យវាក៏ចាប់ផ្ដើមស្ដីបន្ទោគាត់គឺជា Soul Mentor មិនមែនជា Soul Master នោះទេបើសិនជាឯងលៀងខួរវានោះសមត្ថភាពនៃការបង្កើតឧបករណ៍ Soul Guide នឹងធ្លាក់ចុះជាមិនខាននោះទេវាក៏មិនខុសពីមនុស្សធម្មតាដែរលែងមានប្រយោជន៍សម្រាប់ពួកយើងតទៅទៀតហើយតែឯងចូលដែរឬក៏អត់គាត់ក៏ដឹងកំហុសរបស់ខ្លួនអញ្ញាកដាក៏ប្រកាសទៀតថាការប្រកួតនៃជុំទី1ត្រូវបានបញ្ចប់ក្នុងពេលនោះជាងអបិឈុតសបាទឈ្មោះថាបៃលីដែលមកពីអង្គជំនុំពាណិជ្ជកម្មអូតូបានដកចេញពីការប្រកួតអស់ម្នាក់ទៅជាងនៅសល់ដូចជាខ្ទង់8នាក់ទៀតបានឡើងទៅដល់វគ្គផ្ដាច់ព្រាត់ហើយវគ្គពូតនៃជុំទី3មិនមែនវគ្គផ្ដាច់ព្រាត់នោះទេអធិស្ឋានបានពេលនោះក៏ហូយហៅគិតនឹងចិត្តទៀតថាតើពេលនេះតើស៊ូធីនរ៉ានបានរកឃើញនៅកដោដែលខ្ញុំបានផ្ដល់ឲ្យវាហើយឬនៅនេះយល់ពីអ្វីដែលហូយហៅកំពុងតែនិយាយដែរឬក៏អត់ទីជាស្ដែងគឺអ្នកនរនេះប្រហែលជាមិនយល់នោះទេតែខ្ញុំសូមបញ្ជាក់ទៅចោះដោដែលហូយហៅត្រៀមបកគលឲ្យស៊ូធីនរ៉ានគឺជាកដោដ៏ធំមួយនោះគឺគ្រាប់បែកដែលហូយហៅបានបំពាក់នៅក្នុងបានបន្ទប់រក្សានៅលោអធាតុកម្ររួមជាមួយនឹងបន្ទប់ដែលរក្សានៅគ្រាប់បែកសូលកាយជាច្រើនទៀតយើងងាកមកមើលនៅឯបន្ទប់នោះឃើញថាបាទអង្គម្ចាស់ស៊ូកៅចុងបានរកឃើញថាអ្នកគ្រប់គ្រងលីចុងត្រូវបានគេសម្លាប់នៅទីនេះហើយលោអធាតុកម្រទាំងអស់ត្រូវបានគេប្លន់យកទៅអស់រួមជាមួយនឹងកាភ្លើងកណ្ដុង Fix Soul Guide level 5ឡើងទៅគឺលួចទៅខ្ទេចមិនសល់សូម្បីតែមួយស្ដាប់ចប់ឲ្យធ្វើឲ្យស៊ូកៅចុងហាក់បីដូចជាខឹងខ្លាំងមែនទែនតាចៅណាថ្លើមធំដល់ថ្នាក់នេះហើយរឿងនេះបើសិនជាស៊ូធីនរ៉ានដឹងប្រកាសជាសម្លាប់គាត់ចោលមិនខាននោះទេបើជាអ៊ំក៏មិនទុកដែរដងពូម្ដងអ៊ំខ្ញុំចង់វល់តែមិនអីនោះទេគាត់ក៏សប្បាយចិត្តឡើងវិញដោយគាត់គិតថានៅសល់បន្ទប់សម្ងាត់មួយទៀតនៅខាងក្នុងបាទគឺជាបន្ទប់ដែលរក្សានៅគ្រាប់បែក Soul Guide ដែលគាត់បង្កើតតាំងតែពី10ឆ្នាំមុនមកម្ល៉េះអញ្ចឹងទីនោះគឺច្រើនខ្លាំងណាស់ពួកគេក៏បញ្ញាដើម្បីទៅពិនិត្យមើលបើគាត់ចាប់អាចៅនោះបានគាត់នឹងកំទេចសាកសពវាចោលមិនខាននោះទេសាច់រឿងនៃផានទី1គឺស្លែតែប៉ុណ្្នឹងបាទផានទី2គឺកាន់តែល្អមើលជាងនេះខ្ញុំនឹងព្យាយាមធ្វើឲ្យហើយតាំងតែពីព្រឹកព្រលឹមបាទពិតគឺខ្ញុំចង់សម្រាប់ពីជប់ដែរក៏តែដោយសារពេលនេះគឺម៉ោង10ហើយទ្រាំតែកាត់រួចអាចជិះចូលម៉ោងម៉ាន់10បាទមួយក៏ខ្ញុំស្រែកលឺពេកអាចផ្អើលគេផ្អើលឯងដែរ